នេះចំពោះកតុយសក់បែបនេះយើងអាចយកវាចូលបន្តិចបន្តិចទៅលើកនេះយើងយកស្នក់ដៃយើងលើកកម្ពស់សក់យើងឡើងធំស្លឹកត្រចៀកនេះបន្តមកទៀតដៃខាងឆ្វេងកាន់សក់ដៃខាងស្ដាំយើងកាន់កតុយសក់ដូចរត់ដងអញ្ចឹងប៉ុន្តែកន្លែងនេះគឺយើងចំហកូនដៃយើងវិញយើងទាញសក់យើងឡើងទៅលើទាញសក់ឡើងមកលើអញ្ចឹងទៅទៀតយើងដាក់ចន្លោះចុងកូនដៃចេះមកទៀតយើងយកដៃទាញកតុយសក់ចូលមកក្រោមវិញដៃយើងខាងឆ្វេងយើងមូវាមូពីជុំអីចឹងមកបន្តមកទៀតយើងទប់សក់ហ្នឹងញែកសក់យើងជាពីរបែបនេះប៉ុន្តែអាកន្លែងនេះគឺប្រយ័ត្នបន្តិចកន្លែងនេះគឺយើងទាញធ្វើម៉េចឲ្យកតុយសក់នៅខាងក្រោមចឹងមកហើយយើងត្រូវទប់វាឲ្យជាប់យកស្នៀតសក់យើងមកសៀតកន្លែងនេះគឺយើងយកស្នៀតសក់មកសៀតចូលកន្លែងនេះចេញមកខាងនេះវាហោអាកន្លែងនេះគឺខ្ញុំកើងចុះទៅខាងក្រោមដល់ស្បែកក្បាលតែមកទៀតបានឆ្កឹះវាចេញមកខាងនេះវិញព្រោះអញ្ចឹងបានវាជាប់ពួកនេះបើសិនជាយើងមូកន្លែងយើងមូនឹងកាន់តែតឹងគឺកាន់តែជាប់ចំពោះបងដែលឆ្លាញ់របៀបសៀតសក់ហើយឲ្យវាឃើញពីខាងមុខពេលយើងមើលពីខាងមុខទៅឃើញកតុយនេះបន្តិចបងយកមកចង្កឹះសក់បែបនេះឃើញស្អាតពីថាយើងមើលឃើញពីក្រោយក៏ឃើញខាងពីមើលពីយើងមើលពីមុខទៅក៏ឃើញកតុយសក់យើងកតុយអាស្នៀតសក់នេះបន្តិចចឹង